ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាផលប៉ះពាល់ទីផ្សារសកលដោយសារតែសង្គ្រាមរបស់អឺរ៉ង់អញ្ចឹងយើងមកដឹងទាំងអស់គ្នាទីមួយតម្លៃប្រេងបានហក់ឡើងជិត$100ក្នុង1បារ៉ែលបន្ទាប់ពីមេដឹកនាំកម្ពុជារបស់អឺរ៉ង់ប្រកាសបន្តបិទច្រកសមុទ្រ Hormuz ទីពីរមានរក្សាតម្លៃនៅរង្វង់$5,100ក្នុង1អោនខណៈដែលសន្ទុះប្រាក់ដុល្លារអាមេរិកឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល4ខែបងប្អូនចង់ចែកជាតម្លឹងយក$5,100ហ្នឹងចែកនឹង0.83ស្មើនឹងតម្លឹងហើយបងប្អូនទាំងគ្នារដ្ឋមន្ត្រីការបរទេសអឺរ៉ង់បានលើកឡើងថាតម្លៃប្រេងនឹងបន្តកើនឡើងបន្ថែមទៀតដោយទម្លាក់កំហុសលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដោយគាត់ពំមានថានឹងឡើងរហូតដល់$200ក្នុង1បារ៉ែលប្រេងឆៅបងប្អូនទាំងគ្នាអញ្ចឹងបើ$200ក្នុង1បារ៉ែលប្រេងសាំងនៅកម្ពុជាឬក៏នៅបណ្ដាប្រទេសអាចមកលីត្រចូល$3ជាងហើយពេលហ្នឹងគឺដឹងតែញាក់សាច់ហើយការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌាបានហក់ឡើង45%នៅដើមខែមីនាដោយសារការរអាក់រអួលនៃការផ្គត់ផ្គង់ពីប្រភពផ្សេងៗសហរដ្ឋអាមេរិកបានអនុញ្ញាតជាបណ្ដោះអាសន្នឲ្យមានការទិញប្រេងពីរុស្ស៊ីដែលជាប់គាំងនៅតាមសមុទ្រដើម្បីជួយឲ្យទីផ្សារមានស្ថិរភាពឡើងវិញរុស្ស៊ីយល់ថាការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញថាមពលរបស់ខ្លួនគឺជារឿងជៀសមិនរួចបន្ទាប់ពីសហរដ្ឋអាមេរិកអនុញ្ញាតឲ្យចរាចរប្រេងរុស្ស៊ីប្រហែល100លានបារ៉ែលប្រទេសអូស្ត្រាលីបានសម្រេចបញ្ចេញសន្និធិប្រេងបំរុងទុកក្នុងគ្រាអាសន្នដែលស្មើនឹងការប្រើប្រាស់សាំងបាន6ថ្ងៃនិងម៉ាស៊ុត5ថ្ងៃក្រុមហ៊ុនអាកាសចរធំៗដូចជា British Airways, Lufthansa, KLM និង Turkish Airlines នៅតែបន្តផ្អាកជើងហោះហើរមួយចំនួនទៅកាន់តំបន់មជ្ឈិមបូព៌ាបាទនេះគឺជាផលប៉ះពាល់ Global Market Impact ដោយសារតែសង្គ្រាមរបស់អឺរ៉ង់ហើយយើងតាមមើលបន្ថែមទៀតតើសង្គ្រាមនេះទៅយ៉ាងណាតែបើតាមមើលខ្ញុំចាប់អារម្មណ៍ទេបងប្អូនទាំងគ្នារាល់ពេលដែលលោកដូណាល់ត្រាំចេញសារក៏ដូចជារដ្ឋមន្ត្រីការបរទេសសំទោសលោក Pete Hegseth បាទ Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមចេញសារមួយគឺតែងតែនិយាយថាអឺរ៉ង់នឹងវាយប្រហារអឺរ៉ង់ឲ្យកាន់តែខ្លាំងបន្ថែមទៀតប៉ុន្តែខ្ញុំមើលតាំងពីថ្ងៃវាយដំបូងគឺវាយខ្លាំងមែនទេបងប្អូនទាំងនេះតាំងពីកប៉ាល់នាវាចម្បាំង US Abraham Lincoln USS Gerald R. Ford ហើយមានអាកប៉ាល់ទី3មកទៀតឈ្មោះអីខ្ញុំភ្លេចបាត់ហើយមកសង្គប់វាយសង្គប់ហើយនៅប៉ុណ្្នឹងហើយនៅតែអត់ទាន់ខ្លាំងទៀតគាត់នៅតែនិយាយថានឹងបន្តវាយខ្លាំងខ្ញុំមិនដឹងថាវាយខ្លាំងកម្រិតណាទៀតបើគ្រឿងសភាវុធអាមេរិកផ្សេងយកមកសឹងច្រើនហើយបាទអញ្ចឹងយើងតាមមើលបន្ថែមទៀតពាក់ទងជាមួយនឹងស្គ្រីមហើយមានអីថ្មីខ្ញុំអាប់ដេតជូនបងប្អូនទាំងគ្នានេះគឺជាផលប៉ះពាល់នៃទីផ្សារសកលដោយសារតែសង្គ្រាមអឺរ៉ង់សូមអរគុណ